បាទអញ្ចឹងមេរៀនបន្ទាប់គឺយើងសិក្សាមេរៀនទី6ពាក់ព័ន្ធជាមួយនឹង Lambda expression ហើយនឹង functional interface អញ្ចឹង learning outcome របស់យើងមានចំនួន5បាទទី1គឺស្វែងយល់អំពី functional programming concept នៅក្នុង Java បាទទី2យើងអាចប្រើប្រាស់ Lambda expression សម្រាប់ sorting filtering mapping បាទទី3គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ functional interface បាទទី4គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងការបង្កើត custom functional interface បាទហើយនៅទី5គឺយើងអនុវត្ត Lambda នៅក្នុង collection Steam API បាទ content របស់យើងមានចំនួន6បាទគឺទី1មូលដ្ឋាន functional programming នៅក្នុង Java ទី2និយមន័យ Lambda expression និង syntax មូលដ្ឋានទី3គឺ functional interface និង functional interface annotation ទី4គឺ interface ស្រាប់បាន being function ដោយមាន predicate consumer player ឬក៏ function ទី5គឺការប្រើប្រាស់ Lambda ជាមួយនឹង collection បាទ for each ឬក៏ sort ឬក៏ filter និងទី6បង្កើត functional interface ផ្ទាល់ខ្លួនមួយសម្រាប់ប្រើ